ទី2គឺភាពឥតខ្ចោះនៃអាពាហ៍ពិពាហ៍ Marriage is the perfect design for a man and a woman. អាពាហ៍ពិពាហ៍គឺជាការរៀបចំដ៏ល្អរវាងបុរសហើយនិងស្ត្រី God designed it in the very beginning. ព្រះអង្គម្ចាស់ទ្រង់បានរៀបចំតាំងពីដើមដំបូងឡើយ It was His idea, His plan. នេះគឺជាបំណងមហាទេវព្រះអង្គគឺជាគោលដៅរបស់ព្រះអង្គ So when you are getting married, you are following God's design. អញ្ចឹងនៅពេលដែលយើងរៀបមង្គលការរៀបអាពាហ៍ពិពាហ៍នោះយើងបានដើរតាមព្រះបំណងមហាទេវការរៀបចំរបស់ព្រះអង្គបាទចឹងសូមបានអាននៅលោកុបាទជំពូកទី2ខ18ព្រះយេស៊ូវដ៏ជាព្រះទ្រង់មានព្រះបន្ទូលថាដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេយើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា Number 3, it is ខ្ញុំសូមមួយទៀតម៉ាថាយបាទនៅក្នុងព្រះគម្ពីរម៉ាថាយមួយទៀតបាទនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក5ខ48ដូច្នេះចូលឲ្យអ្នករាល់គ្នាបានគ្រប់លក្ខដោយព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ទ្រង់គ្រប់លក្ខដែរពីវាគ្រប់លក្ខ That's both those. Okay. Number 3, marriage is perplexing. បាទទី3អាពាហ៍ពិពាហ៍ដូចជាពិបាក It can be challenging. គឺមានបញ្ហាប្រឈម It can sometimes be difficult. ហើយជួនកាលវាទៅតអនុពិបាកមែនតើ You are two different people ហើយក៏យើងឆ្ងល់ដែរថាយើងពីរនាក់ផ្សេងគ្នា from two different families. ហើយមកពីគ្រួសារផ្សេងគ្នា And now when you're married, you must learn to accept and embrace the differences. បាទនៅពេលដែលយើងបានរៀបមង្គលការយើងត្រូវតែព្យាយាមដើម្បីនឹងទទួលនៅភាពខុសគ្នាហ្នឹង Never insist on having your own way. អញ្ចឹងសូមចាំកុំឲ្យបានព្យាយាមញែកមកថាខ្លួនយើងជាខ្លួនយើងដដែល Put away selfishness. សូមឲ្យដាក់ចោលជំរះចោលនៅអាពាក្យអាត្មានិយម If you learn to do this in marriage, you will become a better person. បាទបើសិនបើយើងរៀនការនេះរៀនជំរះចោលនៅភាពអាត្មានិយមយើងនឹងក្លាយជាមនុស្សល្អមានពិសេស It is perplexing and challenging for two to become one. បាទគឺវាពិបាកមែនតើវាជាបញ្ហាប្រឈមមែនតើតែពីរឲ្យក្លាយទៅជាមួយនោះ It does not happen automatically. ហើយវាមិនមែនកើតឡើងអូម៉ូតូបន្តិចទេ You must work at it. យើងត្រូវតែប្រឹងធ្វើការនៅឲ្យដើម្បីឲ្យពីរក្លាយជាមួយ But when you do, you will have the richest friendship ever. អញ្ចឹងពេលដែលយើងធ្វើនោះយើងនឹងក្លាយអាការហ្នឹងទៅជាទំនាក់ទំនងដែលពោពេញល្អ If your friendship grows cold, បាទបើសិនថាទំនាក់ទំនងដូចជារឿងត្រជាក់ decide to go back and work on it like the beginning. បាទប៉ុន្តែរឿងត្រជាក់ទេយើងដឹងថារឿងមិនស្រួលណាយើងព្យាយាមដើម្បីចូលមួយគ្នាធ្វើការជាមួយគ្នានឹង And your friendship will grow again. បាទនឹងហើយដែលធ្វើឲ្យទំនាក់ទំនងយើងរីកធំធាត់ឡើង Matthew 19:5. បាទជិះសូមបានអាននៅក្នុងព្រះគម្ពីរម៉ាថាយជំពូក19ខ5រួចក៏មានព្រះបន្ទូលថាដោយហេតុនេះបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួនទៅនៅជាប់នឹងប្រពន្ធហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់ឈាមតែមួយ Okay. And number 4, my last point. ទី4ចំណុចចុងក្រោយរបស់ខ្ញុំ Cian said, thank you. My last point. No. The last point. Permanence. បាទគឺភាពអចិន្ត្រៃយ៍នៃអាពាហ៍ពិពាហ៍ This relationship is until one of you dies. បាទទំនាក់ទំនងនេះ
រហូតដល់យើងស្លាប់ប៉ុន្តែមិនចង់ឲ្យស្លាប់ណាប៉ុន្តែរហូតដល់យើងស្លាប់ It is not until another boyfriend, girlfriend comes along. ដល់អញ្ចឹងអត់មានឯណាមិត្តប្រុសឯណាមានមិត្តស្រីឯណាមកទៀតទេ In fact, today you are promising that you will never have another boyfriend or girlfriend. បាទយើងថ្ងៃនេះយើងនឹងធ្វើសេចក្ដីប្រតិភិនគឺក៏ដូចជាសម្បត្តិថាយើងអត់មានឯណាបោស្នេហ៍ស្រីស្នេហ៍ទៀតទេ Oh, there will be people that want to be your boyfriend, want to be your girlfriend. ទោះបីជាមានអ្នកណាចង់ខ្លាចជាស្រីស្នេហ៍បោស្នេហ៍ក៏ដោយ But you must say no. យើងត្រូវតែបដិសេធថាអត់ទេខ្ញុំមានហើយ I have the best one already. ខ្ញុំមានអ្នកដែលល្អចោះសម្រាប់ខ្ញុំហើយ So marriage is permanent, not just today, អញ្ចឹងយើងត្រូវចាំអាពាហ៍ពិពាហ៍គឺរហូតមិនមែនតែថ្ងៃនេះហើយចប់ទេ not just tomorrow, មិនមែនសម្រាប់ស្អែកទេ but the next day and all the days of the rest of your life. ថ្ងៃនេះថ្ងៃស្អែករហូតអស់មួយជីវិតបើសិនសូមបានអាននៅព្រះគម្ពីរម៉ាថាយចំពុកទី19ខ6យ៉ាងនោះគេមិនមែន2នាក់ទៀតទេគឺជាសាច់ឈាមតែមួយវិញដូច្នេះអ្វីដែលព្រះបានផ្សំគុំហើយមិនត្រូវឲ្យអ្នកណាមកពង្រត់គេឡើយ You like? យល់ទេបាទអរគុណបាទសូមអញ្ជើញសម្រួលយ៉ាបតទាំងពីរបាទត្រូវចាំ4ចំណុចមិញហើយយើងចាប់បានចុងក្រោយអាពីវិពានេះគឺរហូតអស់មួយជីវិតអស់មួយជីវិតបងប្អូនជាសាស័យអស់មួយជីវិតអញ្ចឹងមិនមែនថារៀបចំឲ្យតែរួចសិនទេអត់ទេព្រោះមុននឹងដល់ថ្ងៃនេះគាត់ត្រូវសម្លឹងគ្នាណាសិក្សាជាមួយគ្នាតើអាចនឹងរួមមួយទៀតបានរហូតទេអត់អញ្ចឹងអ្នកដែលនៅលាវទៅគិតដែរឃើញគេរៀបការខ្ញុំចង់តែរៀបការដែរខែរងាហើយម៉ែក៏ចង់បានប្តីមួយដល់ពេលខែក្តៅឈប់អត់ទេនេះទាំងល្ងាទាំងក្តៅគឺនៅតែជាមួយគ្នានេះជាអាពាហ៍ពិពាហ៍អមតៈកែអមតៈនៅលើផែនដីនេះគេធ្លាប់និយាយពីជីវិតអមតៈប៉ុន្តែនេះអាពាហ៍ពិពាហ៍អមតៈ